សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូចុងក្រោយនៅក្នុងខេត្តកំពង់ចាមហើយនេះគឺជាស្ពានដែលយើងដើរទៅកោះប៉ែនណាវាជាលើកទី1ដែលខ្ញុំដើរទៅហើយស្ពាននេះគឺថាយើងមើលដំបូងយើងគិតថាប្រហែលជាចិត្តទេមិនអីទេប៉ុន្តែដើរទៅឆ្ងាយទៅមែនទែនហ្មងប៉ុន្តែក៏វាល្អចំពោះសុខភាពយើងដែរដូចយើងដើរហាត់ប្រាណពេលល្ងាចអញ្ចឹងណាហើយពេលដែលយើងទៅដល់កោះប៉ែនហ្នឹងគឺថាថ្ងៃដែលខ្ញុំទៅហ្នឹងគឺជាថ្ងៃដែលធម្មតាមិនមែនជាថ្ងៃបុណ្យឬក៏ថ្ងៃចុងសប្តាហ៍អីចឹងទៅគឺយើងមានអារម្មណ៍ថាអត់សូវឃើញមានមនុស្សច្រើនទេប៉ុន្តែនៅលើហ្នឹងគឺទេសភាពដែលគេរៀបចំឡើងមកសម្រាប់យើងថតរូបថតអីហ្នឹងគឺថាមើលទៅស្អាតមែនតើហ្មងមានកន្លែងថតរូបច្រើនណាហើយអាស័យដែលគេដាក់ឲ្យយើងដើរពីលើហ្នឹងគឺថាមានគ្រប់កន្លែងហ្មងអត់មានឲ្យយើងប្រឡាក់ខ្សាច់ហ្នឹងទេហើយខ្សាច់គេក៏ស្អាតដែរហើយនៅលើហ្នឹងក៏គេមានកន្លែងឲ្យយើងអង្គុយញ៉ាំអីដូចជាកញ្ចុះឬក៏បងអ្នកលក់របស់ញ៉ាំអីនៅលើហ្នឹងអញ្ចឹងណាបើសិនជាយើងចង់របៀបថាអង្គុយញ៉ាំឈៀលខ្យល់លហើយតិចនៅលើកោះហ្នឹងអត់ខ្វះទេកន្លែងដែលយើងត្រូវអង្គុយញ៉ាំនៅហ្នឹងហើយខ្ញុំស្ដាយមែនតើដែលខ្ញុំទៅចំថ្ងៃដែលអត់សូវមានមនុស្សបើសិនជាយើងទៅចំថ្ងៃដែលមានមនុស្សច្រើនវិញមិនដឹងថាស្អាតហើយដូចថាសប្បាយមិនទេដែលថាយើងទៅឃើញមនុស្សច្រើនកកតែបើខ្ញុំទៅនេះគឺដូចជាចិត្តដល់ម៉ោងគេបិទហើយវារៀងយប់ដែរអញ្ចឹងណាប៉ុន្តែអត់អីទេដោយសារតែយើងទៅហ្នឹងគឺចង់ឲ្យស្គាល់នៅកន្លែងហ្នឹងឲ្យបានម្ដងហើយនឹងចង់ឲ្យឃើញថាកោះប៉ែនដែលគេល្បីនៅកំពង់ចាមហ្នឹងតើវាមានសភាពបែបម៉េចព្រោះយើងអត់ដែរឃើញដូចគ្នាសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងទៅលេងនៅកោះប៉ែននឹងទាំងអស់គ្នាអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ